ក៏រកសារហុកហើយអូខេ click លើវាមួយវានឹងចាក់សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញពាក់ព័ន្ធជាមួយនឹងការធ្វើប្លង់ការ៉ូឲ្យបានលឿននៅក្នុង comment YQR ឧទាហរណ៍ទៅខ្ញុំមានជា save មួយឧទាហរណ៍យើងអាចយកវាចេញពីប្លង់បាតយើងឬក៏ខ្ញុំឧទាហរណ៍ខាងក្រៅចឹងពីខ្ញុំមានជា save បែបនេះឬក៏ជារៀងណាមួយទៅតាមទីតាំងដែលយើងចង់ចាក់ការ៉ូចឹងនៅក្នុងការចាក់នេះយើងវាយ command T CC enter យើងអាចជ្រើសប្រភេទ pattern ក្រមរបស់យើងបានយើងអាចកំណត់ឲ្យមានរងបន្ថែមក៏បានឬក៏យើងបាត់ក៏បាននៅក្នុងនេះយើងអាចកំណត់មានតតឹងបដ ாய் ឬក៏ជាការ៉េឧទាហរណ៍ខ្ញុំយកប្រភេទនេះឧទាហរណ៍ខ្ញុំដាក់ទំហំវា800ចឹងក្រម80អូខេហើយយើងចាក់វានឹងចេញជាក្រមឲ្យយើងបានប៉ុន្តែបើសិនជាយើងចង់កំណត់ខ្ញុំផ្ដាច់វាចោលសិនបើសិនយើងចង់កំណត់ការរៀបក្រចេញពីជ្រុងជាយើង select លើវាសិនហើយយើង set ទីតាំងហ្នឹងមកចឹងមានថាវានឹងរៀបចេញពីហ្នឹងខ្ញុំអាចផ្ដាច់ចោលវាបើជាប្រភេទហាច់ខ្ញុំផ្ដាច់វាចោលដើម្បីចាប់ដែលមិនសិនឲ្យគ្នាដើម្បីបញ្ជាក់ត្រូវតាមຂະຫນាតតែខ្ញុំសាកទៅលើប្រភេទ pattern ថ្មីអញ្ចឹងមកយើងវាយវាមក TCC វាតម្រូវជាប្រភេទហាក់តែយើងអាចកំណត់ជាຂະຫນាតបានខ្ញុំយកប្រភេទនេះឧទាហរណ៍ក៏សារហុកហើយអូខេ click លើវាមួយវានឹងចាក់បើសិនយើងចង់បដិញពីខាងណាផ្សេងយើងអាចធ្វើដូចខ្ញុំបានបង្ហាញយើងអាច set វាបានដើម្បីបន្ត